ដល់ម៉ោងដាក់ចំណីតិចដោទៀតហ្នឹងបងម៉ោងប្រហែលជា3ហើយខ្ញុំតែចាំនៅនឹងប្រទាសហបហើយបងវាឃ្លានវាដែរខ្ញុំរៀបចំចាក់ចំណីឲ្យវាខាងពុកម៉ែបងប្អូនមិនដែរសត្វចិញ្ចឹមហ្នឹងមិនវាសុខភាពវាល្អអត់ខាងខ្ញុំណាអីទេវាសៀតឆ្អែតទេត្រឹម20គីឡូ30គីឡូសៀតឆ្អែតជាត្រីខ្ញុំត្រឹសដែរចំណីត្រីហើយឥឡូវដល់ម៉ោងដាក់ចំណីឲ្យមកនៅទាម្ដងដល់ម៉ោងដាក់ឲ្យគ្នាដែរហៅវាដែរមកអន្ទាខ្ញុំមិនច្រើនទេចំលក្ខណៈគ្រួសារទេមេ4 10ទេហើយមកអន្ទាខាងបងប្អូនអញ្ចឹងមិនដែរខែតិចអញ្ចឹងយើខាងខ្ញុំនេះអត់ទាន់មានប៉ះជំងឺបើអីទេនៅសុខភាពល្អឡើយថ្ងៃនេះចតុងប្រហែលជា20-30មាន់ទេបងលក់ចិត្តអស់ដែរនេះជាកូនមាន់របស់ខ្ញុំញាស់បានប្រហែលសបុកទៀតហើយខាងបងប្អូនកូនមាន់គួរតែដាក់ត្រង់ឲ្យផុតពីដីហើយប្រហែលវាមកសបុកដាក់មកត្រង់មកសបុកដាក់មកត្រង់បែបនេះល្អសុខភាពវាបាទមើលមាន់ខ្ញុំសុខភាពវាល្អ